ទាំងនេះគឺជាភ្ញៀវទេសចរមួយក្រុមដែលពួកគាត់បានទៅដើរលេងនិងកម្សាន្តនៅលើបន្ទប់ភ្នំភ្លើងកាលពី1000ឆ្នាំជាងនៅក្នុងប្រទេសកូឡុំប៊ីហើយភក់ដែលពួកគាត់កំពុងតែហែលលេងសប្បាយកម្សាន្តនេះគឺបានមកពីកំអែភ្នំភ្លើងនោះឯងពុកម៉ែបងប្អូនជាការពិតណាស់ពុកម៉ែបងប្អូនការដើរលេងកម្សាន្តក៏ដូចជាការដើរទស្សនានៅគ្រប់ទីជ្រុងជ្រោយតែងតែកើតមានឡើងចំណែកឯប្រជាជនខាងប៉ែកអឺរ៉ុបការទស្សនានិងការទេសចរលំហែកាយគឺខុសខាងប៉ែកអាស៊ីរបស់ពួកយើងពុកម៉ែបងប្អូនហើយសំណួរសួរថាតើហេតុអ្វីបានជាពួកគាត់មានលុយមានកាក់ដ៏ច្រើនដើរលេងទស្សនានៅជុំវិញពិភពលោកហើយហេតុអ្វីក៏ចាំបាច់ទៅដេកត្រាំភក់ដូចជាសត្វក្របីអញ្ចឹងនេះគឺជាចំណុចមួយដែលពួកយើងគ្រប់គ្នាមិនបានដឹងតលតែសោះជាការពិតណានៅក្នុងភក់នោះគឺមានសារធាតុរ៉ែជាច្រើនជាពិសេសគឺជាសារធាតុដែកពួកគាត់ហែលក៏ដូចជាត្រាំភក់នៅទីនេះដើម្បីឲ្យស្បែករបស់គាត់ជ្រាបចូលនៅសារធាតុរ៉ែទាំងនេះបន្ទាប់មកពួកគាត់ក៏បានទៅលាងសម្អាតជាមួយនឹងទឹកសមុទ្រដើម្បីឲ្យស្បែកគាត់កាន់តែប្រែពណ៌ហើយយើងនិយាយប្រៀបធៀបរវាងអឺរ៉ុបនិងអាស៊ីចំណែកខាងផ្នែកអាស៊ីរបស់ពួកយើងនៅពេលដែលបានដើរលេងកម្សាន្តឬក៏ការលំហែកាយម្ដងតែងតែមានអ្វីហូបចុករបស់របរនៅអាហារឆ្ងាញ់មិនសូវធ្វើឲ្យខ្លួនវេទនាឬក៏លំបាកដូចនៅខាងប៉ែកអឺរ៉ុបនោះទេបងប្អូនដោយខាងប៉ែកអឺរ៉ុបគឺពួកគាត់យល់ខុសពីខាងប្រជាជននៅខាងអាស៊ីរបស់ពួកយើងរីឯចំណែកអាស៊ីតែងតែធ្វើអ្វីមួយគឺមិនសូវតាកតងជាមួយនឹងកាយសម្បទាក៏ដូចជាការហាត់ប្រាណនោះទេចំណែកខាងអឺរ៉ុបទៅពេលដែលគេដើរលេងម្ដងគឺគេតែងតែតាកតងនឹងការជិះកង់ស្ទូចត្រីនេះគឺចាត់ទុកជាការលំហែកាយនោះទេតើពុកម៉ែបងប្អូនយល់យ៉ាងណាដែរសម្រាប់ការទស្សនាក៏ដូចជាការលំហែកាយរបៀបអឺរ៉ុបសូមកុំភ្លេចចុច like subscribe និង follow ម្នាក់មួយដើម្បីជាកម្លាំងចិត្តដល់ admin ដើម្បីទទួលបាននៅវីដេអូប្លែកៗក៏ដូចជាវីដេអូអប់រំ